បងប្អូនរកនឹកម្ហូបចាញ់នៅញ៉ាំខាងនេះនឹកចាញ់ហើយប៉ុន្តែមិនបានទិញខ្លួនឯងទេបងស្រីគាត់ទិញពីផ្សារមកឲ្យញ៉ាំនៅផ្ទះនេះបានតែត្រឹមអ្នកធ្វើម្ហូបទេហើយថ្ងៃណាគាត់នឹកមិនឃើញទៅគាត់ឆាតមកសួរទៅថាថ្ងៃនឹងធ្វើម្ហូបអីអញ្ចឹងទៅយើងក៏បោកពីយ៉ងតាមឆាតទៅតែថ្ងៃនេះអត់ទេគាត់ទិញពីផ្សារមកផ្ញើនឹកឃើញខ្លួនគាត់ថ្ងៃនេះបានម្ហូបសាច់ជ្រូកបកសាច់ជ្រូកយកមកឆាជ្រលក់ជាមួយនឹងបន្លែស្រស់ៗណាបងប្អូនហើយនេះសកម្មភាពធ្វើខ្លះកម្មភាពវែងបងប្អូនប៉ុន្តែកាត់ខ្លីៗឲ្យបងប្អូនស្រួលមើលតែបងប្អូនអ្នកចេះធ្វើមិនបាច់ខ្ញុំរៀបរាប់ពីច្រើនទេមុខម្ហូបនេះស្រួលធ្វើទេគ្រាន់តែច្រាំខ្ទឹមហាន់សាច់ជ្រូកហ្នឹងទៅហើយដាក់ឆាដាក់គ្រឿងប៉ុន្តែគ្រឿងខ្ញុំដាក់តែតិចតួចទេព្រោះអីវាសាច់ជ្រូកហ្នឹងវាប្រៃផ្អែមហើយអញ្ចឹងថែមតែស្ករបន្តិចហើយនឹងវាចេងហើយភ្លក់ទៅរាងស្ទើរប្រៃហ្នឹងក៏ដាក់រ៉ូឌីបន្តិចទៅហើយយើងផ្ទាប់ជាមួយនឹងទឹកសក់មានតែទឹកសក់អីដែលឆ្ងាញ់ជាងគេអានេះចំពោះខ្ញុំខ្ញុំចូលចិត្តទឹកសក់ហើយបងប្អូនផ្សេងទៀតគាត់ចូលចិត្តអីគឺគាត់ជ្រលក់តាមការចូលចិត្តរបស់គាត់ទៅហើយនេះឆ្អិនហើយបងប្អូនមកហូបបាយមួយញ៉ាំទាំងអស់គ្នាអញ្ជើញបងប្អូន